សួស្តីបងប្អូនបន្ទាប់ពីថ្ងៃ4កក្កដាឆ្នាំ2026នេះជាទិវារំលឹកខួបនៃបុណ្យឯករាជ្យការប្រគល់ឯករាជ្យជាតិនៃសហរដ្ឋអាមេរិកនេះគឺតាំងតែពីសហរដ្ឋអាមេរិកនឹងមានតែ13 state 13រដ្ឋម្ល៉េះអញ្ចឹងយើងដែលជាអតីតជនភៀសខ្លួនមកនៅតាមជំរំរហូតដល់មានការធានាឲ្យមករស់នៅស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកនេះដូចជាខ្ញុំបាទផ្ទាល់ហ្នឹងក៏មានសេចក្តីដឹងគុណយ៉ាងខ្លាំងចំពោះវីរជនដែលបានធ្វើពលិកម្មដើម្បីជាតិដើម្បីសេរីភាពគឺថាក្នុងជីវិតខ្ញុំហ្នឹងកើតមកដល់ក្នុងវ័យកំឡោះហ្នឹងក៏មិនដែលបានសុខសប្បាយទេពីព្រោះជំនាន់នោះយើងធំឡើងចូលដល់ជំនាន់លោកប៉ុល ពតគ្រប់គ្រងអញ្ចឹងលោកដឹកនាំប្រទេសរបៀបចម្លែកបងប្អូនដឹងហើយសម័យនោះដល់អញ្ចឹងសម្រាប់ខ្ញុំបន្ទាប់ពីប្រទេសកម្ពុជាបានរួចផុតពីរបបលោកប៉ុល ពតទៅខ្ញុំបានភៀសខ្លួនមកហូរហែតាមប្រទេសថៃមកនៅប្រទេសហ្វីលីពីនបដោះអាសន្នរៀនសូត្រអំពីទំនៀមទម្លាប់ការរស់នៅក្នុងសហរដ្ឋអាមេរិកនេះរហូតមកដល់ទីក្រុង Long Beach ហើយខ្ញុំបានមានសំណាងបានចូលរៀនអំពីរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ហើយទើបស្គាល់តម្លៃនៃសេរីភាពនិងពិតសហរដ្ឋអាមេរិកនេះជាប្រទេសដែលមានសេរីភាពពេញលេញបងប្អូនខ្លះថាប្រទេសនេះអាមេរិកមិនមែនសេរីទេសេរីកុម្មុយនីសព្រោះវាយកតាក់បងប្អូនតាក់ហ្នឹងហើយជា Duty គេហៅថា Duty យើងជាប្រជាពលរដ្ឋហ្នឹងមានភារៈបង់តាក់ជូនរដ្ឋហ្នឹងជាអ្វីរដ្ឋហ្នឹងគឺយើងហ្នឹងឯងរដ្ឋយកទៅចាត់ចែងខាងផ្នែកការពារប្រទេសចាត់ចែងផ្ដល់សេចក្តីសុខដល់អ្នកក្រីក្រគ្មានសមត្ថភាពគ្នាគ្មានការងារធ្វើឬក៏ជនពិការចាស់ជរាក្មេងកំព្រាទារកម្ដាយដែលបែកបាក់ប្តីជាដើមនិយាយរួមគឺអ្នកដែលគ្នាខ្វះខាតយកលុយតាក់នឹងឯងទៅប្រើការប៉ុន្តែនៅក្នុងលក្ខណៈខ្លះអ្នកដែលកាន់ការខាងក្រសួងអស់ហ្នឹងគាត់ប្រព្រឹត្តអំពើមិនគប្បីមានការលួចលាក់ដែលគេហៅថា fraud អីហ្នឹងជាដើមនេះជារឿងសាមញ្ញនៅក្នុងមនុស្សជាតិកាលណាមានចិត្តមានការលោភលន់មានការសេពគប់មិនសមរម្យទៅធ្វើឲ្យធ្វើអ្វីៗហ្នឹងខុសច្បាប់ប៉ុន្តែយើងសម្លឹងមើលគោលការណ៍សហរដ្ឋអាមេរិកគឺមានគោលការណ៍ច្បាស់ណាស់អ្នកមានជួយអ្នកក្រអញ្ចឹងសហរដ្ឋអាមេរិកមិនមែនជាកុម្មុយនីសទេសហរដ្ឋអាមេរិកគឺជាមូលធននិយមគឺជាប្រទេសដែលគឺជាលទ្ធិមួយដែលលើកអ្នកមានធនអ្នកមានមូលធនឃើញស្រាប់ហើយថ្មីបើខ្ញុំនិយាយពីរឿងដើមយូរហើយមើលមិនឃើញទេថ្មីនេះចំនួនលោកប្រធានាធិបតី Donald Trump លោកអំពាវនាវដល់អ្នកដែលមានធនធាននេះឃើញច្បាស់មូលធននិយមគឺយកអ្នកដែលមានលុយហ្នឹងអញ្ជើញចូលមកសូម្បីតែ green card សិទ្ធិរស់នៅហ្នឹងគាត់ហៅស្អី blue card ណាឬក៏អីអញ្ចឹងខ្ញុំមិនច្បាស់ទេពាក្យហ្នឹងប៉ុន្តែវាជា green card ជាកាតដែលមានសិទ្ធិជ្រកកោនធ្វើការងារហ្នឹងឯងអានឹងគាត់ចង់និយាយអញ្ចឹងហើយបើយកអ្នកក្រមក
มันមានកុំមុនីកុំមុនីគេថាគេលើកអ្នកក្រអីចឹងទៅឲ្យមានសិទ្ធិស្មើប៉ុន្តែជាការបោកប្រាស់ទាំងអស់បងប្អូនគ្មានសិទ្ធិអីទេប្រមូលតែអ្នកក្រយូរទៅដោយកម្មាភិបាលអីប្រធានសហករណ៍មេឆ្លូបមេយុវជនអីចំណន់ខ្ញុំហ្នឹងគាត់នាំគ្នាដាំបាយស្លម្ជូរត្រីស្ងោមាន់កាប់គោនឹងតែគ្នាគាត់ហ្នឹងអញ្ចឹងវាគ្មានអីកាត់ត្រឹមតម្រឹមស្មើទេនៅក្នុងលោកីនេះចិត្តមនុស្សវាលូតជាងដើមឈើទៅទៀតឈើវាលូតទៅតាមកម្រិតខ្យល់បក់ទៅមិនរួចវាឈប់តែចិត្តមនុស្សឡើងទៅដល់ឋានប្រជង់នេះសំទោសឋានទេវតាព្រំឯណានោះចិត្តនោះมันឡើងហួសនឹងទៅទៀតអញ្ចឹងរឿងពុករលួយរឿងស្អីអីហ្នឹងមិនមែនជារឿងចម្លែកទេនឹងខ្ញុំចង់និយាយអញ្ចឹងបានថាខ្ញុំផ្ទាល់ហ្នឹងខ្ញុំមានសេចក្តីសោមនស្សរីករាយដឹងគុណដល់ការរៀបចំប្រទេសរបស់សហរដ្ឋអាមេរិកហ្នឹងហើយគេធ្វើបន្តគ្នាអញ្ចឹង4ឆ្នាំរើសអ្នកដឹកនាំប្រធានាធិបតីហើយនឹងក្រុមប្រធានាធិបតីនឹងម្ដងអញ្ចឹងទៅ4ឆ្នាំទៀតគេរើសទៀតទៅរើសម្ដងចំណាយលុយកាក់$1 លានដើម្បីឲ្យមានសេរីភាពហើយថ្មីនេះខ្ញុំក៏សូមបន្តពី The 4th of July ថ្ងៃ4កក្កដាហ្នឹងក៏ខ្ញុំបានអានអត្ថបទមួយចំនួនដែលនិយាយពីកូនដែលមានមនុស្សប្រុសមួយចំនួនមនុស្សស្រីខ្លះដែលរៀនចេះដឹងហើយបានធ្វើការងារនៅសហរដ្ឋអាមេរិកហ្នឹងមានការងារដ៏សំខាន់ដូចជាលោក General មួយនោះលោកកំណើតនៅវៀតណាមទេឥឡូវហ្នឹងប្រហែលថ្ងៃមុននេះប្រហែលអាទិត្យមុននេះលោកបានតំណែងជាមេបញ្ជាការធំខាងដូចជា Navy អីមិនច្បាស់ទេខ្ញុំមិនច្បាស់ហើយគាត់ថាជាមេបញ្ជាការធំ General នៅក្នុងក្រសួងការពារជាតិហ្នឹង Pentagon ហ្នឹងហើយមួយចំនួនទៀតកូនខ្មែរបានជាប់ឆ្នោតជាចៅសង្កាត់ហើយមានខ្មែរយើងជា lawyer នៅរដ្ឋ California នេះជាដើមlawyer ប្រចាំរដ្ឋហ្នឹងណាដូចជា State Attorney General ហ្នឹងខ្ញុំមិនចាំឈ្មោះលោកទេប៉ុន្តែខ្ញុំធ្លាប់ជួបលោកមករួមការងារប្រជុំអីនៅវត្តអីជាដើមម្ដងហ្នឹងកូនខ្មែរខ្ញុំពេលគេផុសមកខ្ញុំគាត់ឆ្លើយ comment ថាឲ្យតែបើកឱកាសកូនខ្មែរក៏ដោយកូនវៀតណាមក៏ដោយកូនលាវក៏ដោយកូនអ្នកណាក៏ដោយសង្គមដែលមានសេរីភាពនេះកូនយើងអាចធ្វើជាអ្នកនយោបាយធ្វើជាអ្នកប្រាជ្ញអ្នក engineer doctor lawyer អីបានទាំងអស់ហ្នឹងគាត់ថាយើងមិនអាចធ្វើប្រធានាធិបតីសហរដ្ឋអាមេរិកបានទេពីព្រោះយើងកើតនៅក្រៅប្រទេសបើត្រឹមតែរដ្ឋសមាជិកសភាប្រតិភិជាដើមយើងអាចធ្វើបានឲ្យតែបើកឱកាសប៉ុន្តែខ្ញុំនិយាយនេះជាទូទៅទេកុំឲ្យថាខ្ញុំសំដៅលើអ្វីអញ្ចឹង beat around the bush អីមែនទេខ្ញុំនិយាយការពិតកាលណាយើងរស់នៅក្នុងប្រទេសឬសង្គមណាដែលមិនឲ្យសេរីភាពយើងចង់ធ្វើអ្វីក៏មិនបានដែររឿងហ្នឹងវាជារឿងសាមញ្ញរឿងធម្មតាទេខ្ញុំមិនមែនមានន័យចំពោះប្រទេសណាទេដូចខ្ញុំអញ្ចឹងបើសិនជាខ្ញុំមិនបានមកដល់ទីនេះខ្ញុំមិនដឹងថាមានមុខរបរអ្វីទេខ្ញុំរៀនចេះដឹងហើយក៏ដល់ពុកខ្ញុំគាត់ថាហើយចេះប៉ុណ្ណាក៏នៅតែកាន់យាមនឹងក
នឹងចឹងពីព្រោះយើងពិបាកនឹងរកការងារដែលយើងជំនាញណាយើងរៀនចឹងបានគេនិយាយថាអត្ថបទមួយនិយាយថាសហរដ្ឋអាមេរិកនេះមានកន្លែងសិក្សារៀនសូត្រហើយមានកន្លែងpractice មានកន្លែងពិសោធន៍អញ្ចឹងបានសហរដ្ឋអាមេរិកនេះមិនងាយដួលរលំទេពីព្រោះមានសិទ្ធិគ្រប់គ្រាន់ហើយគេព្យាយាមដាក់ច្បាប់ការពារមិនឲ្យប្រាក់ខែនឹងធ្លាក់ចុះហួសកម្រិតដែលមិនអាចចិញ្ចឹមជីវិតបានគេមានសហព័ន្ធគេមាន union សម្រាប់កម្មករអញ្ចឹងណារឿងអស់ហ្នឹងលោកអ្នកដឹងហើយប៉ុន្តែខ្ញុំអាចនិយាយទៅវិលវល់បន្តិចប៉ុន្តែប្រធានបទនេះខ្ញុំចង់ជម្រាបលោកអ្នកថាសម្រាប់ខ្ញុំសហរដ្ឋអាមេរិកនេះមិនមែនជាប្រទេសដែលដើរជន់ពន្លិចប្រទេសដទៃនោះទេមិនថាចំនួនប្រធានាធិបតីណាទេគឺយើងមានទំនៀមទម្លាប់មួយសង្គ្រោះឃើញស្រាប់ហើយប្រទេសវេណេស៊ុយឡាដែលសហរដ្ឋអាមេរិករដ្ឋាភិបាលលោកត្រាំទៅចាប់លោកម៉ាឌូរ៉ូដែលជាប្រធានាធិបតីផ្ដាច់ការយកមកដាក់ក្នុងពន្ធនាគារហើយក៏ចងសម្ព័ន្ធភាពយើងអាចមើលថាអាមេរិកនឹងចាប់ប្រធានាធិបតីគេហើយទៅហួងហែង control ប្រទេសនឹងប៉ុន្តែក្នុងន័យល្អទេបងប្អូនយើងចាត់ចែងលក់ប្រេងចាត់ចែងឲ្យមានក្រុមហ៊ុនទៅបូមប្រេងនៅវេណេស៊ុយឡាដើម្បីលក់ហើយក៏បានកម្រៃនឹងចិញ្ចឹមប្រជាពលរដ្ឋវេណេស៊ុយឡានឹងចិញ្ចឹមរដ្ឋាភិបាលនឹងហើយយើងហួងហែងមិនឲ្យប្រទេសហ្នឹងដើរទៅក្នុងរបបកុម្មុយនីសនឹងក៏ប៉ុណ្្នឹងឯង